ឡូជំរាបសួរអាឡូចម្រើនបងញោមអូថ្វាយអង្គមបកុនចាស់អូណាថ្វាយអង្គមបងចម្រើនបងញោមអធិការញោមភក្តីកណាបងភីហើយញោមប្រេះមានញោមប្រេះដែរកណាកុនចាស់បងកុនចាស់គង់នៅខាងវត្តណាវិញកុនចាស់អាត្មាសុំលាក់វត្តបានអត់ញោមបានកុនចាស់កណាព្រះអង្គអាត្មាចង់បញ្ជាក់ប្រធានតិចព្រោះមួយថ្ងៃទៀតហ្នឹងអាត្មាត្រូវសឹកហើយថ្ងៃមិញតំបានអាវពីញោមភីគាត់ប្រកេនណាគុណឈ្មោះ Facebook គាត់មកត្រា Alex ព្រោះគាត់បាន giveaway ពី page កូនចាស់បងបួសបានមិនភាសាដែរកូនចាស់អាត្មាបួសប្រកបកិច្ចទេអូខេហើយថ្ងៃនេះដែរកូនចាស់មានរឿងអីសម្រាប់ចែកម្លែកជាមួយនឹងកម្មវិធីយើងទេថ្ងៃនេះអាត្មាមានចំនួន2រឿងតែចង់ដាក់3រឿងថាទុកឲ្យអ្នកក្រោយផ្សេងទៅបាទដោយសារតាមពិតកម្មវិធីយើងត្រូវចប់តាំងម៉ោង10ឥឡូវ10កន្លះហើយយើងនៅលើកលែងឡើយហើយបងក្តី official គាត់នៅមានមួយសាច់រឿងបន្ថែមទៀតចឹងកូនចាស់ជាស្រ័យអញ្ចឹងយើងអាចចែកម្លែកបានមួយរឿងពីររឿងចឹងណាកូនចាស់ណាបងខ្ញុំបងចឹងចូលដល់សាច់រឿងទី1ទៅសម្រាប់នេះរឿងហ្នឹងអាត្មាបួសនៅវត្តហ្នឹងហើយរឿងហ្នឹងក៏នៅក្នុងវត្តហ្នឹងដែរប្រហែលជាពេលណាដែរថ្មីនេះក៏យូរហើយកូនចាស់យូរឆ្នាំរឿងហ្នឹងអាត្មាធ្លាប់បកស្រាយឲ្យញោមប្រេះគាត់ស្ដាប់ម្ដងហើយការកម្មវិធីចាស់តុកភ្លឺ background ហ្នឹងអាត្មាចង់ចូលរួមតាំងនៅប្រសក់កណាសម្រាប់តាច់រឿងហ្នឹងអាត្មារៀងមានរៀងច្រើនតិចព្រោះពេលអាត្មានិយាយមួយញោម fresh ហ្នឹងវាអត់ស៊ីជម្រៅកណាអញ្ចឹងថ្ងៃនេះអាត្មាដាក់មួយឆ្ងាញ់ឬក៏ដាក់មកល្មមឲ្យញាតិញោមបានស្ដាប់បានអីទាំងអស់គ្នាកណាកូនចាស់អញ្ចឹងព្រះអង្គដាក់មក detail មកស្អាតមកកូនចាស់កណាមុនព្រះអង្គសម្រាប់តាច់រឿងក្បាលដំបងចូលទីហ្នឹងនៅថ្ងៃមួយអាត្មាចាំបានសម្រាប់ថ្ងៃហើយនឹងខែអាត្មាចាំបានសម្រាប់ឆ្នាំអាត្មាចាំបានទេថ្ងៃទី6ខែ7ជាថ្ងៃដែលក្នុងសាលានៅក្នុងវត្តហ្នឹងគឺមានសាលាណាហើយសម្រាប់ថ្ងៃហ្នឹងគឺមានកម្មវិធីជប់លៀងនៅក្នុងសាលាហ្នឹងសម្រាប់សាលាបឋមព្រោះនៅក្នុងសាលាហ្នឹងវាមានប្រភេទបឋមផងហើយវិទ្យាល័យផងវានៅ2តែមួយណាសម្រាប់សាច់បន្ទាប់មកក្មេងៗហ្នឹងគាត់នាំគ្នាលេងលក្ខណៈថាប៉ាតម្សៅប៉ាតអីចឹងណាហើយស្រាប់តែពេលហ្នឹងក្មេង2នាក់អាត្មាសូមបញ្ជាក់តិចគាត់ហ្នឹងគឺភ្លោះក្មេងស្រីភ្លោះណាហើយអាត្មាសូមដាក់ឈ្មោះឲ្យគាត់ហ្មងទៅព្រោះឈ្មោះហ្នឹងឈ្មោះប៉ាត់របស់គាត់ហ្មងស្អីហើយនឹងស្អាស្រៈអីហើយនឹងស្រៈអាកណាពោស្អីនឹងស្អាណានិយាយឈ្មោះចាំហ្មងទៅធីរីហើយនឹងធីរ៉ាឈ្មោះគាត់ណាបាទកណាអាយុរបស់គាត់ចូល8ឆ្នាំជាង9ឆ្នាំហ្នឹងវាល្មមមកក្មេងវ័យពើដែរគាត់ក៏បានចូលលេងប៉ាតម្សៅប៉ាតអីលក្ខណៈចូលភ្នែកចូលអីចឹងណាកណាហើយបន្ទាប់មកគាត់នៅអាត្មាសូមបញ្ជាក់តិចនៅក្នុងវត្តហ្នឹងមានស្រះទឹកហ្នឹងរៀងធំដែរមិនមែនថាទូចទេវាជម្រៅចូល30ម៉ែត្រដែរបន្ទាប់មកគឺគាត់ទាំងពីរនាក់ហ្នឹងក៏នាំគ្នាទៅលុបមុខលុបអីឲ្យឆ្លាស់មុខឆ្លាស់មាត់លក្ខណៈថាដូចមនុស្សធំគេអញ្ចឹងណាតែមានអីចូលភ្នែកទៅវាក្រហល់ក្រហាយភ្នែកហើយកណាគុណស្រាប់តែបងស្រីហ្នឹងអត់ដឹងថាបងឬក៏ប្អូនទេអាត្មាតាមអត់បានគាត់ចោះទៅលុបមុខមុនក៏តាអីគាត់ដាក់ទៅលើអីអស់ហើយតែគាត់ល្អិលជើងអាលក្ខណៈថាមកប្រឡោះហ្នឹងគេមានលបងលក្ខណៈថាផ្ទះហ្នឹងមានលបងដែរគាត់ក៏ចូលទៅលុបមុខចឹងទៅក៏ល្អិលជើងចូលធ្លាក់ចូលក្នុងទឹកហ្នឹងក៏លក្ខណៈថាវាល្អិលទៅមកព្រុងទៅគាត់បាត់ថឹងហ្មង
នៅឡៃខ្វាយនៅលើទឹកហ្នឹងហើយបន្ទាប់មកប្អូនហ្នឹងក៏ឃើញបងអញ្ចឹងវាស្មានតែបងវាហ្នឹងឬក៏ប្អូនវាហ្នឹងពងលេងទឹកសบายអញ្ចឹងក៏វាហក់ដៃលក្ខណៈឈោងដៃទៅចាប់ឈោងដៃទៅអីអញ្ចឹងក៏ដោយទៅទាំងពីរហ្មងវាល្អទៅទាំងពីរហ្មងតែថាពេលដែលលងហើយប្រហែលបានថាកន្លះម៉ោងចុះអាត្មាខ្លួនឯងផ្ទាល់ដើរទៅទិញអីលក្ខណៈទិញអីហូបធម្មតាពេលថ្ងៃអញ្ចឹងយើងនៅកូនសិស្សនៅធម្មតាទេកូននៅទិញអីពេលថ្ងៃហូបអញ្ចឹងទៅហើយក៏អាត្មាឃើញកតាបឃើញកអាវអាត្មាសង្ស័យក៏អាត្មាដើរទៅមើលអឺតមើលឃើញស្បែកជើងឃើញកតាបតែស្បែកជើងមាន2គូមួយខាងលក្ខណៈថាស្បែកជើងហ្នឹងវាដូចគ្នាប៉ុន្តែវាខុសពណ៌វាដូចស្បែកជើងក្រោះរបស់យើងនិយមពាក់នៅស្រុកខ្មែរហ្នឹងកណាអញ្ចឹងលុបខាងមុខកែងក៏វាខូចមានពណ៌អាត្មាចាំពណ៌ទេតែតែអាត្មាឃើញដឹងបាត់ហើយក្មេងលងទឹកបាត់ហើយព្រោះមនុស្សតែកន្លះម៉ោងជាងហើយលក្ខណៈថារកអត់ឃើញណាអាត្មាក៏ស្រែកឆោឡោទៅដល់មុខផ្សារតែថាក្មេងលងទឹកអត់មានណាគេអាចជឿអាត្មាទេដល់អាត្មាទាញដៃញោមអ្នកលក់នៅមុខហ្នឹងមកមើលបានគាត់ស្រែកឆោឡោថាមានក្មេងលងទឹកមែនឥឡូវចូលមកបាច់រឿងមួយទៀតលក្ខណៈថាយើងឃើញគាត់លងទឹកពេញអីចឹងហើយពេលដែលស្រង់គាត់រយៈពេលខ្ញុំនឹងរយៈពេលប្រហែលម៉ោងរយៈពេល7-4ម៉ោងបានរកគាត់ឃើញទឹកហ្នឹងធំមែនគុណចាធំផ្ទះហ្នឹងធំមែនលក្ខណៈថាអាត្មាសុំអត់ detail ឡាកន្លែងនេះព្រោះនៅក្នុងហ្នឹងវាមានកំពើថ្មហើយដើមថ្មសពអូនស្រីហ្នឹងគាត់មួយផុសឡើងទី1ហ្នឹងគាត់នៅក្រោមមាត់កំពើមាត់ថ្មកកំពើហ្នឹងវានៅគៀងនៅជាប់លក្ខណៈថាជាប់ស្លែជាប់នៅក្រោមមាត់កំពើហ្នឹងសូមបញ្ជាក់មួយទៀតពេលដែលរោហ្នឹងយើងឲ្យខាងខ្មែររោអស់ហើយក៏ហៅខាងបងប្អូនជនជាតិអ៊ីស្លាមហ្នឹងគាត់មកជួយរោហើយក៏គាត់មកជួយរោចឹងទៅគាត់ថារោសពទី1ហ្នឹងស្រួលរោតែសពទី2ហ្នឹងពិបាករោសពទី1គាត់លក្ខណៈថានៅជាប់មាត់កំពើយើងយកបានម្នាក់ណាសពទី2ហ្នឹងនៅលក្ខណៈវាចូលជ្រៅមែនទែនហ្មងវាមានទាំងភក់វាមានទាំងអីលក្ខណៈលើកមកស្អុយហ្មងស្អុយភក់ជាប់ខ្លួនហ្មងក៏រកបានសពទាំងពីរហ្នឹងបកឡើងមកលើចូលដល់សាច់រឿងពេលយប់ប៉ុន7ថ្ងៃហើយរឿងនឹកស្មានមិនដល់គឺពេលហ្នឹងម៉ោងខ្ទង់6ជាង7យប់អាត្មាក៏បានចូលទៅទិញអីធម្មតាយើងទិញអីចឹងទៅទិញអីហូបពេលល្ងាចចឹងទៅអាត្មាឃើញដើរទៅកាត់ហ្នឹងឃើញលឺសំឡេងទឹកគ្រីងខ្លងចឹងណាអាត្មាក៏អឺតមើលថារឿងមានអាគេទៅលេងទឹកនឹងទៀតមែនឬក៏មិនទៀតព្រោះមនុស្សតែស្លាប់2នាក់អ្វីដែលអាត្មាជួបគឺខ្មោចក្មេងស្រីទាំង2នាក់ហ្នឹងគាត់មកលេងមកអីចឹងណាជាមនុស្សយើងសុទ្ធតាបអត់មានអត់ដៃអត់ជើងណាឃើញកំកលាក់កជើងតែប៉ុណ្្នឹងហើយដៃឃើញធម្មតាឃើញគាត់លេងចឹងអាត្មារៀងចូលវ័យមួយដែលថាភ្លើតណាស់ហើយ6-7-10ឆ្នាំដែរគុណព្រោះហ្នឹងរឿងកើតយូរដែរអាត្មាឃើញចឹងក៏រត់ទៅមុខប្រាប់ពេលបងឲ្យខ្មោចលងគេក៏អត់ជឿទេ
វាទៅដល់7ថ្ងៃ7ថ្ងៃរបស់គាត់អាត្មាក៏បានទៅបុណ្យ7ថ្ងៃរបស់គាត់ដែរព្រោះទៅមួយលោកណា អាត្មាក៏សួរញោមម្ដាយរបស់គាត់ហ្នឹងសួរថាកូនហ្នឹងមកផ្ទះមកអីអស់នៅគាត់ថាអត់ទាន់ឃើញអីមកទេមកតែរូបមកតែកាយស្រាប់តាថ្ងៃមួយគាត់លងបន7ថ្ងៃហ្នឹងហើយមួយថ្ងៃហ្នឹងគាត់ក៏បានមកបញ្ជាន់បលឹងហៅវិញ្ញាណទៅផ្ទះណាគាត់ថាម៉ែអើយគេឲ្យខ្ញុំទៅទេគេយកខ្ញុំទៅនៅជាមួយម៉ែវាលក្ខណៈថាមានបាមីមួយនៅក្នុងផ្ទះហ្នឹងណាអាត្មាសូមនិយាយពនាមរបស់គាត់ទៅប្រម៉ែធូនីព្រះម៉ែប្រម៉ែធូនីព្រះម៉ែធូនីពោណាគាត់និយាយថាម៉ែអើយខ្ញុំទៅកើតទេខ្ញុំនៅមួយគាត់នេះតិចម៉ែអើយស្រួលអត់មានពិបាកអីម៉ែអើយបន្ទាប់មកក៏គាត់សួរនាំទៅថាកូនឯងមិនអត់មកផ្ទះយើងវិញអញ្ចឹងអត់អីវិញអញ្ចឹងគាត់និយាយធម្មតាដូចលក្ខណៈស្រួលហ្មងអាកន្លែងដែលគាត់នៅហ្នឹងគាត់ស្រួលបំផុតហ្មងស្រួលអត់មានរយដាក់បានណាសម្រាប់រឿងទី1មានតែប៉ុណ្្នឹងហ្នឹងគេយល់ណាគុណពោអញ្ចឹងអ្នកទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធី404 Project ក៏អាចរ៉េតបានដែរថាសាច់រឿងរបស់គុណម្ចាស់អ្នកទាំងអស់គ្នាឃើញយល់ឃើញយ៉ាងណាអីបាទអាចបញ្ចេញតែយកបានខាងខមហើយជាពិសេសសប្តាហ៍នេះយើងបញ្យូរច្រើនមែនតែ Stir Share បន្តិចអញ្ចឹងលើកទឹកចិត្តឲ្យអ្នកនរគ្នាដែលអត់ទាន់ share អាច share ថែមអ្នកមួយទៅណា Thank you អញ្ចឹងមុនព្រះអង្គមុនទៅរឿងទី2ហ្មងកូនចាស់សម្រាប់រឿងទី2រឿងហ្នឹងក៏អាត្មាក៏បាននិយាយជាមួយធ្លាប់ប្រាប់យម fresh ដែរធ្លាប់បាននិយាយរឿងហ្នឹងទៅប្រាប់ខ្ញុំ fresh ដែរអូយមិនអីគេណាធ្លាក់អីបានកូនចាស់អត់អីអត់ទេសំឡេងហ្នឹងណាគាត់អត់អីខ្ញុំអត់ទេកណាមុន